អាយុដំគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅដែលទើបបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី6 ខែឧសភាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសសាងសង់គម្រោងបានដំឡើងអណ្ដូងលូទឹកកខ្វក់បានចំនួន2កន្លែងនិងការងារតបណ្ដាញទុយយោទឹកកខ្វក់ប្រវែង32ម៉ែត្រនៅលើផ្លូវខេត្ត205និងបញ្ចប់ការងារបណ្ដាញលូទឹកកខ្វក់នៅចុងខែមិថុនាឆ្នាំ2025ដើម្បីត្រៀមចាក់បេតុងផងដែរចំណែកទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់កំពុងចាក់បំពេញដីគិតមកដល់ពេលនេះបាន4.98% នៃគម្រោងទាំងមូលហើយគួរបញ្ជាក់ថាគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ក្រុងតាខ្មៅបានចាប់ផ្ដើមការសាងសង់ជាផ្លូវការនៅថ្ងៃទី6 ខែឧសភាឆ្នាំ2025ដែលគម្រោងនេះចំណាយសរុបជាង$90 លានអាមេរិកដោយប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនិងថវិកាបរិភាគរបស់រាជរដ្ឋាភិបាលការសាងសង់មានរយៈពេល36ខែគ្រោងនឹងបញ្ចប់នៅឆ្នាំ2027សាងសង់ដោយក្រុមហ៊ុន Kumho Thixcross និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Dova Sejong